សួស្តីបងប្អូនញាតិញោមស្រីប្រុសសូមគោរពពីចម្ងាយជូនពរអ្នកទាំងឡាយឲ្យបានសុខចម្រើនបើសិនជាញាតិញោមមានបញ្ហាកាពះពោះវៀនសន្លាក់តម្រងនោមអស់លោកអ្នកនឹងចាញ់រោគសញ្ញាកាពះបែបនេះឈឺក្បាលខ្លាំងចុកកចុកស្មាសគាសាច់តាំងពោះមិនរំលាយអាហារណាតាំងខ្លាំងចុងដង្ហើមក្តៅចុងដង្ហើមភើជូរច្រាអាស៊ីតឡើងលើអាសាកុកខ្យល់អស់កម្លាំងល្ពើយគេងមិនលក់អានេះជំងឺកាពះទេណាលក្ខណៈដល់ជំងឺពោះវៀនមិនដែរជំងឺពោះវៀនសញ្ញាស្តៀងដែរគឺហើមពោះឆ្អល់ពោះរាករូសណាមកប៉ែកទៅរាករូសហ្នឹងមកប៉ែកទៅមានអាបត់ជើងមកលាមកដូចជាលាមកជ្រូកដុំស្អាតបត់ជើងមកក្តៀននឹងប៉ិនមេជើងមេដៃធ្លាក់ប្រាវដូចជាអាចទន្សាយណាបត់ជើងមកលាមកផុកហ្នឹងបត់ជើងមកលាមកដាច់បត់ជើងមករាកវូមកតែម្ដងអានេះគឺជាជំងឺពោះវៀនមួយទៀតជំងឺរូបដុំបាតបត់ជើងតឹងខ្លាំងអង្គុយរៀងមានទល់ណាមានឈឺម្ដុំទ្វារលាមកមានអារម្មណ៍ថាទ្វារលាមកខ្ជិបជាងមុនតឹងជាងមុនមិនមែនយើងស៊ីទេណាយើងតឹងមកតឹងជាងមុនខ្ជិបជាងមុនតឹងពោះមិនដើរខ្យល់ទៅត្រួតមកទៅខ្យល់ហើយនៅតែមិនធូរពោះនៅតែតឹងផោមមកអត់មានក្លិនស្អុយទេផោមរហូតប្រភីប្រពុះមិនដឹងជាស្អីរោគសញ្ញាទាំងអស់ហ្នឹងគឺជារោគសញ្ញានៃពោះវៀនណាឬក៏ជារោគសញ្ញានៃឬដុំបាតកម្រិត1ដែលខ្ជិបទ្វារលាមកខ្លាំងតាំងទ្វារលាមកខ្លាំងឈឺអូចទល់អាហ្នឹងគឺឬដុំបាតកម្រិត1ហ្នឹងអញ្ចឹងទេណាបើអស់លោកអ្នកមានបញ្ហាដូចរៀបរាប់ពីលើចុះមកក្រោមអស់លោកអ្នកអាចសាកល្បងឱសថនេះបានគឺកបនឹងជំងឺកាពះដែលច្រាលជាតិអាស៊ីតខ្លាំងកាពះក្តៅណាកាពះមានមេរោគកាពះរលាកកបនឹងជំងឺពោះវៀនដែលពិបាកបត់ជើងមកមិនអស់ឬក៏មិនមានចំណង់បត់ជើងបាត់ការបត់ជើងយូរថ្ងៃបានបត់ជើងម្ដងបត់ជើងមិនចាញ់ប្រើទៅបានជោគជ័យគឺមានអារម្មណ៍បត់ជើងឡើងវិញបត់ជើងមកស្រួលបត់ជើងមកអស់មានអារម្មណ៍ថាត្រជាក់ពោះវៀនត្រជាក់សាច់គេងលក់ស្រួលលែងអស់កម្លាំងដូចមុនវាមានសមត្ថភាពទម្លាក់សត្វល្អិតសម្រាប់មេរោគក្រពះ